That one, right? Yeah, we wrap it in rolls. This test it. You know where wash your hand and make this one. Sell on the street. Oh. You like dark head? No, I'm okay. សុខភាពនិងអាហារសុខភាពរាងកាយរឹងមាំកើតចេញពីរបបអាហារដែលមានជីវជាតិគ្រប់គ្រាន់ការទទួលទានបន្លែផ្លែឈើនិងគ្រាប់ធញ្ញជាតិអាចការពារជំងឺបេះដូងនិងកាត់បន្ថយបញ្ហាសរសៃឈាមលើសពីនេះការអនុវត្តអនាម័យពេលរៀបចំអាហារនិងបរិភោគក្នុងកម្រិតសមស្របគឺជាគន្លឹះជួយលើកកម្ពស់សុខុមាលភាពទូទៅរបស់អ្នករបបអាហារដើម្បីសុខភាពគឺទាមទារនៅតុល្យភាពទៅលើបរិមាណនិងសារជាតិចិញ្ចឹមដែលរាងកាយត្រូវការប្រចាំថ្ងៃអាហារផ្ដល់ថាមពលជួយឲ្យរាងកាយមានកម្លាំងក្នុងការធ្វើសកម្មភាពផ្សេងៗអាហារជួយលូតលាស់ជួយពង្រឹងសរីរាង្គកោសិកានិងប្រព័ន្ធភាពស៊ាំអាហារការពារប្រឆាំងជំងឺបន្លែនិងផ្លែឈើគឺជាប្រភពដ៏ល្អនៃវីតាមីនដែលជួយការពាររាងកាយពីជំងឺផ្សេងៗការណែនាំដើម្បីសុខភាពល្អញ៉ាំអាហារស្អាតនិងស្រស់អាហារស្អាតជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលការជ្រើសរើសអាហារស្វែងយល់បន្ថែមអំពីអាហារកម្ពុជាទាំង13ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកអនាម័យជាចម្បងត្រូវប្រាកដថាអ្នកបានអនុវត្តតាមការណែនាំអំពីសុវត្ថិភាពអាហារនៅតាមផ្ទះដូចជាការលាងដៃនិងសម្ភារៈផ្ទះបាយឲ្យបានស្អាតមុននិងក្រោយពេលចម្អិនអាហាររួចទូនាទីស្វាមី5សិក្ខាបទសិក្ខាបទទី1ស្វាមីក៏បីសិក្សាថាអាត្មាអញត្រូវរាប់អាននាងឲ្យតម្លៃនាងលើកដំកើងនាងថាជាភរិយាពេញមុខបានកើតមកជាមនុស្សគ្រប់គ្នាគឺជាស្នាដៃពិតប្រាកដរបស់ខ្លួនឯងដែលជាអ្នកមានបុណ្យបានធ្វើទុកហើយមិនមែនព្រោះការសោកប៉ាន់ឬព្រោះការភ័ន្តច្រឡំដោយប្រការណាមួយនោះទេដូច្នេះគួររាប់អានមនុស្សទាំងពួងដែលមានស្នាដៃពូកែពីជាតិមុនមកភរិយាគឺជាមនុស្សស្រីដែលមានប្តីជាអ្នកចិញ្ចឹមមានប្តីជាម្ចាស់លើរូបសម្លេងក្លិនរសផោតពៈមានប្តីជាធំក្នុងការគ្រប់គ្រងដូច្នេះស្វាមីត្រូវគោរពតួនាទីរបស់ខ្លួនជាអ្នកចិញ្ចឹមជាម្ចាស់និងជាអ្នកធំក្នុងការគ្រប់គ្រងថែទាំឲ្យដល់នារីម្នាក់ដែលខ្លួនបានយកនាងជាភរិយាហើយនោះយ៉ាងនេះទើបសមនឹងឈ្មោះថាភស្តាស្វាមីប្តីស្វាមីត្រូវចម្រើនមេត្តាទៅរកភរិយានឹងការអាណិតឲ្យបានច្រើនព្រោះនាងបានចេញចាកពីត្រកូលចោលម៉ែឪបងប្អូនមីមាតាមមកយកយើងម្នាក់គត់ជាគ្នាប្រគល់កាយផ្ញើជីវិតឲ្យដល់បរិសម្នាក់ជាស្វាមីគ្រប់គ្រងជំនួសម៉ែឪនាងសិក្ខាបទទី2ស្វាមីក៏បីសិក្សាថាអាត្មាអញមិនត្រូវមើលងាយនាងជាភរិយាឡើយព្រមយកប្រពន្ធដូចព្រមចូលកាន់សមរភូមិមិនមែនមិនដឹងរឿងរ៉ាវអ្វីសោះហើយចេះតែប្រថុយនោះទេអ្នកចម្បាំងគេរៀនយុទ្ធសាស្ត្រចំណែកអ្នកគ្រប់គ្រងផ្ទះក៏ត្រូវចេះក្បួនសម្រាប់គ្រប់គ្រងដែរត្រូវច្បាំងជាមួយចិត្តអាក្រក់របស់ខ្លួនផងទប់ទល់ដោះស្រាយចំពោះកិលេសរបស់ប្រពន្ធផងការពារវិបត្តិភ័យយន្តរាយផ្សេងៗទៀតផងគឺជាការគ្រប់គ្រងដោយអំណត់អត់ធន់ជាទីបំផុតដាច់ខាតកុំយកការមើលងាយមើលថោកមកធ្វើចម្បាំងវាមិនពូកែឡើយការមើលងាយសត្រូវវានាំឲ្យប្រហែសសេចក្តីប្រហែសជាចំណុចចាញ់ធម្មតាប្តីប្រពន្ធសុទ្ធតែជាអ្នកមានកិលេសហើយជាធម្មតារបស់កិលេសរមែងនាំមកនៅទុក្ខដូច្នេះទើបកិលេសឈ្មោះថាជាសត្រូវតើវាលំបាកប៉ុណ្ណាទៅចំពោះជីវិតដែលរស់នៅក្នុងជំរំនៃសត្រូវនោះណាស់ហើយចុះទ្រាំទៅហើយត្រូវខំទូមានចិត្តទម្លាប់ឲ្យចេះស្មោះត្រង់នឹករលឹករឿយៗដល់សេចក្តីល្អរវាងគ្នានឹងគ្នាកុំមើលងាយគ្នាឲ្យសោះសុទ្ធតែជាអ្នកជាប់ខ្នោះទាំងអស់គ្នាទេត្រូវមានមេត្តាដល់គ្នាទៅប្រពៃសិក្ខាបទទី3ស្វាមីក៏បីសិក្សាថាអាត្មាអញមិនត្រូវប្រព្រឹត្តក្បត់ចិត្តប្រពន្ធឡើយការស្មោះត្រង់ចំពោះគ្នានឹងគ្នាគឺជាបេះដូងអាពាហ៍ពិពាហ៍ស្វាមីទោះបីមានការខ្វះខាតក្នុងមុខនីតិដតីខ្លះប៉ុន្តែរក្សាការស្មោះចំពោះភរិយាទុកបានដោយល្អមិនក្បត់ចិត្តមិនច្របូកច្របល់ក្នុងកាមគុណជាមួយស្ត្រីដតីអាចចាត់ទុកបានថាជាស្វាមីដែលល្អម្នាក់កម្ររកជាស្វាមីអាចធ្វើឲ្យក្រុមគ្រួសារកក់ក្ដៅមាននៅសេចក្តីសុខរស់នៅជាមួយគ្នារហូតដល់ចាស់មានសម្រស់ល្អដល់កូនចៅដូចមេអំបៅ
លំអសួនផ្កាអណ្ដាតនិងថ្មិញរមែងតែងតែប៉ះទប់គ្នាខ្លះជាធម្មតាប៉ុន្តែបាននៅជាមួយគ្នាដោយល្អថ្មិញជាអ្នកទំពាអាហាររីឯអណ្ដាតជាអ្នកត្រឡប់នៅអាហារនោះបង្វិលចុះបង្វិលឡើងរហូតលេបចូលពោះបានរស់ទាំងអស់គ្នាយ៉ាងណាមិញប្តីប្រៀបដូចជាថ្មិញប្រពន្ធប្រៀបដូចជាអណ្ដាតកាលនៅជាមួយគ្នាធ្វើការជាមួយគ្នាក៏រមែងទាស់តែងថ្នាំងថ្នាក់អអន់នឹងគ្នាខ្លះពុំខានក៏យ៉ាងនោះដែរប៉ុន្តែការស្មោះត្រង់ប្រកបដោយមេត្តាករុណាប្រៀបដូចជាអាហារក្នុងមាត់សិក្ខាបទទី4ស្វាមីគប្បីសិក្សាថាអាត្មាអញប្រគល់អិសរិយៈគឺភាពជាធំឲ្យដល់នាងជាភរិយាចាត់ចែងកិច្ចការងារក្នុងផ្ទះអិសរិយៈយុះរបស់ស្វាមីធ្វើឲ្យស្ត្រីជាភរិយាទុនភ្លុនចិត្តទោះបីនាងមានរូបល្អយ៉ាងណាក្តីមានទ្រព្យមរតករបស់នាងច្រើនក្តីមានញាតិច្រើនក្តីមានសិលធម៌ចរិយាមារយាទល្អប្រពៃក្តីរួមទាំងកម្លាំងបុត្រទៀតក្តីសរុប5យ៉ាងនេះចូលគ្នាក៏មិនមានកម្លាំងស្មើនឹងកម្លាំងអិសរិយៈយុះរបស់ស្វាមីបានដែរនេះបញ្ជាក់ឲ្យឃើញកម្លាំងអិសរិយៈដែលស្វាមីត្រូវគ្រប់គ្រងភរិយាមិនចង់និយាយថាស្វាមីគ្រប់គ្នាត្រូវតែធ្វើជាអ្នកធំក្នុងនគរនោះទេគឺគ្រាន់តែលើកឡើងនៅភាពសំខាន់មួយដែលនាងជាភរិយាមានចំណូលចិត្តត្រូវការចង់បានប៉ុណ្ណោះដូច្នេះស្វាមីត្រូវតែប្រគល់នៅភាពជាធំក្នុងការងារផ្ទះមានការងារចាត់ចែងម្ហូបអាហារជាដើមឲ្យដល់ភរិយាចំណែកខ្លួនឯងខំក្មេងគ្មៀតធ្វើការងាររកប្រាក់ឬទ្រព្យសម្បត្តិទុកដាក់ឲ្យភរិយាជាអ្នករក្សាមិនមែនថាមិនជួយគ្នាទេគឺត្រូវជួយគ្នាណាស់ប៉ុន្តែម្នាក់ៗត្រូវប្រកបច្បាស់តាមតួនាទីរបស់ខ្លួនសិក្ខាបទទី5ស្វាមីក៏បីសិក្សាថាអាត្មាអញត្រូវឲ្យនៅគ្រឿងប្រដាប់កាយសម្រាប់តែងខ្លួនដល់ភរិយាជាធម្មតាស្ត្រីរមែងត្រូវការអលង្ការទោះបីតិចច្រើនយ៉ាងណាក៏ទៅតាមកម្លាំងទ្រព្យដូច្នេះស្វាមីក៏បីបំពេញចិត្តភរិយាត្រង់ចំណុចនេះហាក់ដូចជាមិនចាំបាច់ប្រាប់សោះព្រោះថាបើបុរសស្រឡាញ់ស្ត្រីណាហើយក៏តែងប្រាថ្នាឲ្យអលង្ការដល់ស្ត្រីនោះណាមួយនាងជាភរិយាទៀតផងពិតមែនតែភរិយាប្រដាប់អលង្ការប៉ុន្តែវាសង្ហាស្វាមីឯនេះទេតើតាមពិតព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងអំពីវត្ថុសម្រាប់សង្គ្រោះគ្រប់យ៉ាងដើម្បីបណ្ដុះនៅពូជមេត្រីភាពឲ្យដល់សត្វលោកដែលសត្វលោកកំពុងតែខ្វល់ខ្វាយក្នុងការស្រឡាញ់ស្អប់គប់ទាស់ជារៀងរាល់ថ្ងៃមកនោះអលង្ការជារឿងលំអកាយពិតមែនដូច្នេះហើយទើបអលង្ការនេះត្រូវបានជាតំណាងឲ្យមេត្តាចិត្តតំណាងឲ្យសេចក្តីថ្លៃថ្នូរតំណាងឲ្យសេចក្តីស្មោះត្រង់បដិសេធការមើលងាយមើលថោកការវាយដំទាត់ធាក់និងអំពើអាក្រក់ផ្សេងៗទៀតដែលជាលិមួកមិនមែនអលង្ការ